បាទសួស្តីនេះគឺជាវីដេអូ episode 3 តែវីដេអូនេះយើងនិយាយអំពីរបៀប activate license key window អញ្ចឹងពេលនេះខ្ញុំមាន VMware ម៉ាស៊ីនកុំព្យូទ័រសពនិមិត្តដែលជា lab របស់ខ្ញុំអញ្ចឹងយើងចូលកន្លែងនេះមកយើងចុច start ហើយយើងចុច search ពាក្យថា activate ហ្នឹងទៅ search ពាក្យ activate តោះមកយើងចុចមកកន្លែងនេះរៀងគៀងបន្តិចអូខេចឹងមកដល់កន្លែងនេះមែនតើទៅវាអត់ចេញពាក្យថា window activate ទេទូទៅនៅពេលដែល window មានបញ្ហាចឹងវាចេញពាក្យថា window activate វាចេញប្រភេទបែបនេះវាចេញរូប watermark មកអញ្ចឹងណាបាទ activate watermark នេះវាចេញ watermark បែបនេះអញ្ចឹងនៅពេលដែលអតិជនគាត់តាក់ទងមកយើងគាត់ឲ្យយើង activate អានឹងឲ្យគាត់ណាអ្នកខ្លះគេបានគេយកថ្លៃមួយ key $5 $7 ឬក៏អីចឹងទៅអូខេតោះវាចេញអញ្ចឹងដំណោះដោះស្រាយយើងចុចមក search ទៅកន្លែង activate នឹងមកមិនថា Windows 10 Pro ឬក៏ Windows 11ទេរបៀបនៃការធ្វើមិនខុសគ្នាប្រហែលទេអញ្ចឹងយើងចុចឆាងប្រដាក់ key មកឧទាហរណ៍ថាករណីកុំព្យូទ័រមួយនេះវាជាប់ watermark ចឹងចោះវាជាប់ license អញ្ចឹងណាអូខេអាកុំព្យូទ័រនេះវា license ដែរប៉ុន្តែប្រភេទ license crack កាលមុនយើង activate CMD អញ្ចឹងប្រើបានតែប្រហែលថ្ងៃវាផុតទៀតហើយតោះយើងចូលទៅដល់មេរៀនរបស់យើងគឺយើងមាននេះ key window អញ្ចឹង Windows 10 និង Windows 11អញ្ចឹងឧទាហរណ៍តែយើងយក key មួយនេះចោះយើង copy មកឥឡូវយើងឧទាហរណ៍យើងផាសចូល notepad សិនដើរអត់អូខេអញ្ចឹងយើង copy វាមកបន្តមកទៀតយើងចុចចូលទៅកាន់កុំព្យូទ័របនិមិត្តរបស់យើងហ្នឹងកុំព្យូទ័រអតិជនរបស់យើងហ្នឹងដែលគាត់ឲ្យយើង remote ដាក់ឲ្យហ្នឹងអូខេបន្តមកយើងចុចពាក្យ next មកបន្ទាប់ពី next យើងចុចពាក្យ activate Windows 10ក៏ធ្វើអញ្ចឹង Windows 11ក៏ធ្វើអញ្ចឹង Windows អីក៏ធ្វើអញ្ចឹងដែរអត់មានអីខុសគ្នាទេគ្រាន់តែបញ្ចូល license key អញ្ចឹងរងចាំវាតិចសិនទៅអូខេប្រភេទ activate ហ្នឹងអ្នកខ្លះគាត់ចេះ activate ប្រើ CMD ប្រើ file crack ប្រើ file ផ្សេងធ្វើម៉េចឲ្យទៅចេញបាត់ watermark ទៅគាត់ថារួចខ្លួនដែរតែក៏អត់ដឹងទេថា license ហ្នឹងវាជាប្រភេទពួក crack មានមេរោគអត់អីអត់ចឹងទៅយើងអត់ដឹងទេអីនិយាយទេតោះបន្ទាប់ពីចេញបែបនេះហើយយើងចុចកន្លែង activate by phone បញ្ជាក់ណាម្ដងហើយម្ដងទៀតរបៀបនៃការធ្វើមិនខុសគ្នាទេតោះចុច next មកមិនបាច់រើស country អីទេចំណុចសំខាន់គឺយើងគ្រាន់តែថតទៅនេះ Windows 11ខ្ញុំបាន activate ព្រឹកមិញរួចរាល់ហើយកុំព្យូទ័រមែនទេមិនមែនសពនិមិត្តទេអញ្ចឹងយើងថតនេះចំណុចសំខាន់យើងថតតែប៉ុណ្ណេះទេនេះយើងថតតែ key នេះថតតែ key ហ្នឹងទៅបានហើយនេះថតរូបពេញក៏បានដែរពីព្រោះ bot វាចាប់តែ key ទេ bot វាចាប់យកតែ key ហ្នឹងទេតោះខ្ញុំបានរូបមកស្លឹកហ្នឹងហើយធ្វើអីឥឡូវយើងចូលទៅ bot របស់យើងនេះ bot របស់យើងខ្ញុំចុចទៅខាងលើនេះ bot របស់យើងនៅក្នុងនេះ bot របស់យើងឥឡូវខ្ញុំចុចលេខ1ដំណើរការអត់ដំណើរការធម្មតាដោយសារខ្ញុំដាក់លើ server ហើយវា standby 24ម៉ោងមិនបាច់បារម្ភទេអូខេលេខ2នេះលុយរបស់ខ្ញុំនៅសល់$10ហើយខ្ញុំដាក់ license ក្នុងមួយម៉ាស៊ីនអត់តែ30សេនទេតោះអត់ការងារអត់ពិបាកទេផាសតានឹងទៅចប់ប៉ុណ្្នឹងឯងបន្ទាប់ពី bot វាធ្វើការវា activate ហើយយើង restart ម៉ាស៊ីនហ្នឹងទៅម៉ាស៊ីនហ្នឹង activate បានធម្មតាឬក៏យើងចង់បញ្ចូលជា ID ដែលវាឲ្យមកក៏បានដែរគាត់នៅវាស៊ីពេលបន្តិចចង់បញ្ចូលក៏បានអត់ក៏បានវាជាប្រភេទ optional ទេវាមិនតម្រូវឲ្យដាច់ខាតត្រូវតែបញ្ចូលលេនេះឃើញទេអញ្ចឹង bot វា reply មួយវិញហីចឹងអានេះជា ID របស់យើងដាក់ឲ្យគាត់ទៅប្រភេទ installation ID តែរឿងដែលយើងយកកន្លែង CID នេះយើងយកទៅបញ្ចូលយើងចង់បញ្ចូលក៏បានអត់ក៏បានតោះអត់សំខាន់ទេឥឡូវឧទាហរណ៍តែយើងយកទៅបញ្ចូលចុះកុំឲ្យទៅណាកុំឲ្យទៅនេះអញ្ចឹងយើងទៅបញ្ចូលនេះទៅកុំឲ្យថាចាថាបោកលេខសៀកតោះយើងទៅបញ្ចូលចុច enter confirmation ID យើងបញ្ចូលមកនេះតាមប្លុកគេរៀងខ្លួនហ្នឹងបញ្ចូលមកបញ្ចូលឲ្យគ្រប់មកបន្ទាប់ពីបញ្ចូលគ្រប់ហើយគឺយើងអាចប្រើបានធម្មតារបៀបនៃការ activate មិនថា Windows ប្រហែលទេធ្វើដូចគ្នាទាំងអស់សំខាន់យើងមាន license key នៅក្នុង group ដែលខ្ញុំបានដាក់ជូនហ្នឹងគឺយើងអាចប្រើបានដូចគ្នា follow តាមហ្នឹងទៅដើរទាំងអស់ Office ក៏ដូចគ្នាដែរមិនថា version ម៉ានទេគឺដំណើរការដូចគ្នាអញ្ចឹងអាចថាវីដេអូក្រោយខ្ញុំនឹងមានពេលខ្ញុំនឹងធ្វើណែនាំពាក់ព័ន្ធទៅនឹងការ activate លើ Office ម្ដងMicrosoft Office ឥឡូវគឺយើងកំពុងតែធ្វើនៅលើ Windows តោះប៉ុណ្្នឹងឯងយើងគ្រាន់តែចុចពាក្យថា activate
Windows ប៉ុណ្ណឹងរួចជាការស្រេចចឹងរបៀបនៃការ activate license គឺមានតែប៉ុណ្្នឹងទេ easy មែនទេចំណុចសំខាន់យើងចូលទៅថតយក installation ID យើង submit ឲ្យ bot ទៅរួចរាល់នេះហើយ Windows activated រួចរាល់ហើយចឹងប៉ុណ្្នឹងឯងរបៀបនៃការ activate license Windows មិនថា Windows ប្រហែលទេគឺធ្វើដូចគ្នាចំណុចសំខាន់គឺយើងមាន license នេះមាន key នេះ key ដែលខ្ញុំដាក់ឲ្យនេះមានអត់បើសិនជាមានយកមកដាក់មកដែរហើយបើសិនជាអត់គឺអត់ភាសាខ្ញុំមិនទាន់បានបញ្ចូលចឹងប៉ុណ្្នឹងឯងតោះឥឡូវយើងទៅមើល bot យើងបន្តិចយើងទៅមើលបន្តិចថាយើងបោកអត់មកនេះលុយយើងសល់ប៉ុន្មាន$10ហើយយើងគេថាម៉េចក្នុងមួយ license នេះឯងអស់តែ30សេនទេតោះឥឡូវយើងចុចមើលលេខ2ដើម្បីយើងមើលលុយមិនចឹងទេលេខ2មកនេះឥឡូវខ្ញុំអស់30សេនទៅបាត់ហើយលុយខ្ញុំមកនេះ$10ឥឡូវនៅសល់តែ 9.70 សេនទេ$9ទេប៉ុណ្ណឹងងាយយល់មែនទេតោះប៉ុណ្ណឹងឯងចប់ហើយអស់ហើយមានតាណាទៀតទេចូល bot វិញមកយើងអានមកនេះចុចលេខ2ដើម្បី check មើលទឹកប្រាក់មិនចឹងទេចុចដើម្បីបញ្ចូលទឹកប្រាក់បានចុច check ID ចុចលេខ3មកបោះ ID ឲ្យខ្ញុំមកខ្ញុំដាក់ទឹកប្រាក់ជូនប៉ុណ្ណឹងឯងមានចម្ងល់សំណួរអាចសួរខ្ញុំបន្ថែមបានទៀតអរគុណច្រើនជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀត